បាទកណាសូមថ្វាយបង្គំដល់ព្រះសង្ឃទាំងពីរអង្គដែលមានវត្តមាននៅទីនេះសូមស្វាគមន៍ទស្សនិកជនទាំងអស់ដែលបានមកកាន់ការផ្សាយផ្ទាល់ការប្រកួតជជែកតទល់វគ្គផ្ដាច់ព្រាត់នៃកម្មវិធីអ្នកបន្តវេនរដូវកាលទី3ខ្ញុំសូមស្វាគមន៍វត្តមានរបស់ភ្ញៀវកិត្តិយសរបស់យើងដែលអញ្ជើញមកពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅថា USAID និងភ្ញៀវកិត្តិយសដទៃទៀតដែលមានវត្តមាននៅទីនេះកម្មវិធីអ្នកបន្តវេនត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាចែករំលែកនៅការយល់ឃើញរបស់ខ្លួនពីបញ្ហាសង្គមសេដ្ឋកិច្ចនិងវប្បធម៌ដែលប្រទេសកម្ពុជាកំពុងជួបប្រទះនិងដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការជជែកតទល់លើបញ្ហាទាំងឡាយដែលយើងមានរួមគ្នាកម្មវិធីអ្នកបន្តវេនត្រូវបានផលិតដោយវិទ្យាស្ថានសាធារណរដ្ឋជាតិអន្តរជាតិហៅកាត់ថា IOI និងទទួលបានជំនួយឧបត្ថម្ភពីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅថា USAID ព្រមទាំងមានការសហការពីសហភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជានិងក្រុមហ៊ុន EasyCom អ្នកទាំងអស់គ្នាអាចស្វែងយល់បន្ថែមពីកម្មវិធីអ្នកបន្តវេនលើបណ្ដាញសង្គម Facebook ដោយចូលទៅកាន់អាសយដ្ឋាន facebook.com/nextgenerationkh សូមថ្លែងអំណរគុណដល់សាលាបង្រៀននិងហាងកែសម្ផស្សគ្រីស្ទីណាដែលបានជួយធ្វើការតុបតែងដល់បេក្ខជនសម្រាប់រដូវកាលនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាយុវជននៃកម្ពុជា YCC ដែលបានឧបត្ថម្ភដល់បេក្ខជនក្នុងអំឡុងពេលនៃការឃោសនារបស់ពួកគេ8សប្តាហ៍កន្លងមកហើយបេក្ខជនចំនួន24រូបមកពីទូទាំងប្រទេសនៃប្រទេសកម្ពុជាបែងចែកជា8ក្រុមធ្វើការប្រកួតជជែកតទល់គ្នាដើម្បីគ្រងតំណែងជាជើងឯកតើពួកគាត់ជានរណាហើយបានជជែកតទល់លើប្រធានបទអ្វីខ្លះខ្ញុំសូមគោរពទស្សនិកជនទាំងអស់ទស្សនាប្រកួតការប្រកួតជជែកតទល់កន្លងមកដែលយើងនឹងចាប់ផ្សាយនៅពេលនេះសូមអញ្ជើញបាទនេះគឺជាមោទនភាពមួយសម្រាប់បេក្ខជនទាំងពីររូបដែលបានយកជ័យជំនះរហូតបានដល់ដំណាក់កាលចុងក្រោយដំណាក់កាលដ៏រន្ធត់សូមបញ្ជាក់ថាកម្មវិធីរបស់យើងបានបើកឱកាសឲ្យទស្សនិកជនទូទាំងប្រទេសបោះឆ្នោតអស់រយៈពេល1សប្តាហ៍រួចទៅហើយដើម្បីជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្តសម្រាប់ការជជែកតទល់ចុងក្រោយនេះហើយបេក្ខជនតែម្នាក់គត់នឹងឈ្នះរង្វាន់$2,000និងទស្សនកិច្ចទៅសហរដ្ឋអាមេរិកកម្មវិធីរបស់យើងសូមថ្លែងអំណរគុណចំពោះវាគ្មិននិងអ្នកជំនាញដែលបានចូលរួមក្នុងកម្មវិធីរបស់យើងសួរថាមានស្ត្រីនៅប្រទេសកម្ពុជាប៉ុន្មានភាគរយដែលគាត់ចង់ចូលរួមប្រឡូកនៅក្នុងវិស័យនយោបាយខ្ញុំសង្ឃឹមថាកូនខ្ញុំនឹងខំប្រឹងប្រែងបន្តទៅមុខទៀតដើម្បីយកជ័យជំនះយើងបានដឹងហើយថាសមភាព gender គឺមានហើយក៏ប៉ុន្តែយើងផ្ដោតទៅលើតម្លៃតែផ្ដាំថាកូនខំរៀនសូត្រយកចិត្តទុកដាក់អត់មានឲ្យកូនដើរណាណីដឹងថាខំរៀនកូនការខ្វះការជំរុញទឹកចិត្តរបស់ខ្លួនគាត់និងគំនាបគ្រួសារនិងគំនាបពីប្តីធ្វើឲ្យគាត់មិនអាចចូលរួមក្នុងសង្គមនយោបាយឡើយទោះបីគាត់មានសមត្ថភាពយ៉ាងណាក៏ដោយវាក៏អត់មានបញ្ហាដែរព្រោះថាធម្មតាតែប្រឡងតែមានធ្លាក់មានជាប់អញ្ចឹងចា៎បាទឥឡូវនេះយើងត្រឡប់មកកាន់របៀបវរៈដ៏សំខាន់របស់យើងវិញហើយយើងត្រូវណែនាំឲ្យស្គាល់បេក្ខជនដែលបានជាប់ទៅវគ្គផ្ដាច់ព្រាត់ចំនួន3រូបដោយសេះខ្ញុំសូមអញ្ជើញបេក្ខជនទាំង3រូបឡើងមកលើឆាកបាទសូមអញ្ជើញសូមស្វាគមន៍ពួកគាត់ផងបាទខ្ញុំសូមបញ្ជាក់ថាបេក្ខជនវ័យក្មេងទាំង3រូបនេះបានខិតខំយ៉ាងស្វិតស្វាញកាលពីសប្តាហ៍កន្លងទៅក្នុងការឃោសនាស្វែងរកសម្លេងគាំទ្រពីយុវជននិងប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងប្រទេសកម្ពុជា
ขณะពេលនេះគឺយើងនឹងមានលទ្ធផលនៅក្នុងដៃរបស់យើងហើយនៅក្នុងចំនួន3រូបនេះសូមបញ្ជាក់ថាមានតែ2រូបគត់នឹងមានឱកាសក្នុងការជជែកតទល់ទោះបីទាំង3រូបបានត្រូវបានត្រៀមនិងចំណាយពេល1សប្តាហ៍ក្នុងការត្រៀមការប្រកួតជជែកតទល់ដល់វិធានបទដ៏សំខាន់របស់យើងសម្រាប់វគ្គផ្ដាច់ព្រាត់នេះប៉ុន្តែមានតែ2រូបទេហើយឥឡូវនេះគឺខ្ញុំមានលទ្ធផលរួចទៅហើយដូច្នេះខ្ញុំចង់ប្រកាសដែរប៉ុន្តែឥឡូវមុននឹងប្រកាសខ្ញុំសូមការចំណាប់អារម្មណ៍ពីបេក្ខជនទាំង3រូបសិនតើបេក្ខជនទាំង3រូបមានអារម្មណ៍យ៉ាងម៉េចដែរឥឡូវនេះដែលបេក្ខជនបានមកដល់វគ្គផ្ដាច់ព្រាត់ហើយជាវគ្គមួយដ៏សំខាន់ហើយក្នុងចំណោម3រូបនេះយើងដឹងថាមាន1រូបនឹងឈ្នះជ័យលាភីបានទៅទស្សនៈការសិក្សានៅសហរដ្ឋអាមេរិកក៏ដូចជាលាភីជាជើងឯកផងដែរខ្ញុំសូមជូនពរប៉ុន្តែឥឡូវខ្ញុំសូមជូនឱកាសពីខាងនោះមុនពីខាងកញ្ញាសៀកលេងមុនចាប់ធ្វើការចាប់អារម្មណ៍ចំនួន1នាទីថាតើមានអារម្មណ៍យ៉ាងម៉េចដែរដែលបានមកដល់ពេលបច្ចុប្បន្ននេះបាទសូមជម្រាបសួរសូមថ្វាយបង្គំព្រះគុណម្ចាស់នាងខ្ញុំឈ្មោះសៀកលេងជាបេក្ខនារីពាក់ផ្លាកលេខ3នាងខ្ញុំមានអារម្មណ៍រំភើបរីករាយនិងមានមោទនភាពខ្លាំងណាស់ដែលបានឈានមកដល់វគ្គផ្ដាច់ព្រាត់ដែលតាមរយៈការខិតខំប្រឹងប្រែងនិងឆន្ទៈតស៊ូជំនះរាល់ឧបសគ្គរហូតដល់វគ្គនេះហើយនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននិងមិត្តទាំងអស់គ្នានឹងមិនបោះបង់នាងខ្ញុំក៏ដូចជាមិត្តទាំងអស់គ្នាដែលមានស្មារតីខិតខំប្រឹងប្រែងទាំងអស់ផងដែរសូមអរគុណលោកម៉ៅសុគង្គាសូមអញ្ជើញចំណាប់អារម្មណ៍1នាទីបាទខ្ញុំកណាសូមក្រាបថ្វាយបង្គំកណាគុណចាស់គ្រប់ព្រះអង្គនិងសូមសួស្តីដល់មិត្តសិស្សនិស្សិតទាំងអស់គ្នានៅដែលមានវត្តមាននៅក្នុងទីនេះព្រមទាំងសួស្តីមិត្តសិស្សនិស្សិតឬក៏ប្រជាពលរដ្ឋនៅក្នុងប្រទេសដែលតាមដានទស្សនានៅក្នុងកម្មវិធីនេះផ្ទាល់ចំពោះរូបខ្ញុំបាទគឺខ្ញុំបាទមានអារម្មណ៍ថារំភើបរីករាយមែនទែនដែលខ្ញុំបាទដែលជាប្រធានក្រុមហើយដឹកនាំក្រុមមកដល់ទីនេះទោះបីជាត្រូវប្រកួតជាមួយនឹងក្រុមខ្លួនឯងក៏ដោយក៏មានអារម្មណ៍ថាត្រូវតែបដិញ្ញាយកជ័យជំនះនឹងការឈ្នះនេះឲ្យបានហើយប្រសិនបើមិនឈ្នះទេគឺមិនថាខ្ញុំឬក៏មិនថាយុវជនទាំង3នាក់នេះគឺបានចូលរួមនៅក្នុងកម្មវិធីនេះគឺល្អណាស់ដើម្បីផ្ញើសារទៅដល់រាជរដ្ឋាភិបាលព្រមទាំងប្រជាពលរដ្ឋទាំងអស់គ្នាហើយនិងមិត្តសិស្សនិស្សិតទាំងអស់គ្នាឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីព្រោះថាយុវជនទាំងអស់គ្នាគឺមានតែចំណេះដឹងនេះទេដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសរបស់យើងឲ្យបានអញ្ចឹងគឺខ្ញុំចូលរួមនៅក្នុងកម្មវិធីនេះគឺខ្ញុំទទួលបានចំណេះដឹងច្រើនហើយមានឱកាសដើម្បីឲ្យផ្ដល់ដល់មិត្តសិស្សនិស្សិតទាំងអស់គ្នាព្រមទាំងថ្នាក់ដឹកនាំឲ្យជំរុញបន្ថែមនៅវិស័យអប់រំនេះផងដែរបាទសូមអរគុណបាទសូមអរគុណដល់បេក្ខជនម៉ៅគង្គាឥឡូវនេះសូមអញ្ជើញកញ្ញាអៀងលីដាបាទសូមអញ្ជើញចាសូមក្រាបថ្វាយបង្គំព្រះថេរាថេរៈគ្រប់ព្រះអង្គនិងជម្រាបសួរដល់ឪពុកម្ដាយនិងបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះនិងកំពុងតែទស្សនានៅតាមគេហដ្ឋាននាងខ្ញុំអៀងលីដាពិតជាមានភាពរំភើបរីករាយយ៉ាងខ្លាំងដែលបានឈានមកដល់វគ្គនេះហើយលទ្ធផលនឹងដឹងនាពេលបន្តិចទៀតនេះនាងខ្ញុំមានអារម្មណ៍ថាចង់ដឹងខ្លាំងមែនតើប៉ុន្តែនាងខ្ញុំបានត្រៀមខ្លួនដូចជាសាច់មិនថាលទ្ធផលនោះចេញមកយ៉ាងណាទេគឺខ្ញុំនៅតែជាអ្នកឈ្នះហើយខ្ញុំនៅតែជាអ្នកបន្តវេនដែលប្រកបដោយឆន្ទៈនិងការទំនួលខុសត្រូវខ្ញុំអៀងលីដាខ្ញុំខ្លីតែខ្លឹមខ្ញុំជាអ្នកបន្តវេនបាទសូមអរគុណដល់បេក្ខជនទាំង3រូបយើងបានឃើញពីសមត្ថភាពគ្រាន់តែពីការណែនាំរបស់ពួកគាត់នីមួយៗក៏បានបង្ហាញពីសមត្ថភាពក្នុងការនិយាយឲ្យបានខ្លឹមសារដ៏សំខាន់សម្រាប់សង្គមរបស់យើងផងដែរឥឡូវនេះគឺខ្ញុំសូមរំលឹកអញ្ចេះគឺបេក្ខជនទាំង3រូបនេះគឺក្នុងចំណោមបេក្ខជន24រូបដែលបានជាប់មកវគ្គក្នុងការប្រកួតជជែកតទល់គ្នាអស់8សប្តាហ៍ខ្ញុំផ្ទាល់ក៏បានស្គាល់អ្នកទាំង3រូបនេះអស់8សប្តាហ៍រួចទៅហើយគឺយើងបានស្គាល់ច្រើនមែនទែននៅការងារនិងសមត្ថភាពដែលខ្ញុំបានឃើញនៅផ្ទាល់ខ្ញុំសូមឲ្យប្រិយមិត្តទាំងអស់ជួយអបអរផងនៅលើឆាតរបស់យើងនេះគឺជាបេក្ខជន3រូបផ្ដាច់ព្រាត់ក្នុងនោះគឺមាន2រូបជាស្ត្រីគឺជាមោទនភាពមែនទែនបាទសូមអបអរផងបាទឥឡូវនេះគឺខ្ញុំមិនទាន់បានបើកលទ្ធផលនៅឡើយទេប៉ុន្តែខ្ញុំដឹងមួយប្រកាសថាក្នុងចំណោមការប្រកួតតទល់នឹងយ៉ាងហោចបំផុតគឺមានស្ត្រីមួយរូបជាអ្នកប្រកួតអញ្ចឹងយើងដឹងប្រកាសណាអញ្ចឹងជារឿងមួយដែលយើងមានមោទនភាពមែនតើឥឡូវដើម្បីកុំឲ្យខាត់ពេលទៀតខ្ញុំសូម
សូមសម្បត្តិតែម្ដងបាទសូមអញ្ជើញសូមលោកនេះគឺជាសម្បត្តិលទ្ធផលដែលយើងមានបាទរយៈពេលមួយសប្តាហ៍នេះគឺអ្នកទាំង3រូបនេះគឺមានបេសកកម្មមួយគឺខំស្វែងរកការគ្រប់គ្រងរបស់ខ្លួនអ្នកដែលបានទទួលសម្លេងបោះឆ្នោតតាមរយៈទូរស័ព្ទច្រើនជាងគេ2រូបនឹងបន្តទៅជែកម្នាក់ទៀតនឹងត្រូវចាក់ចេញពីលើឆាកនេះហើយបញ្ចប់ការប្រកួតអញ្ចឹងបាននេះទទួលបីគាត់ត្រៀមខ្លួនក៏ដោយមានមួយរូបក្នុងចំណោមនេះគឺនឹងមិនមានឱកាសក្នុងការប្រកួតឬមួយមានឱកាសក្នុងការទទួលសម្លេងគ្រប់គ្រងបន្តទៀតទេហើយក៏គ្មានឱកាសបាត់បង់ឱកាសផងដែរឥឡូវខ្ញុំមានលទ្ធផលនៅទីនេះខ្ញុំសូមបើកលទ្ធផលអត់បើកហើយយើងឃើញសូមបីតែបើកលទ្ធផលនេះក៏មានភាពសក្រិតដែរគឺខ្ញុំអត់បានដឹងមុនទេបិទចិត្តមែនតើឥឡូវគឺលទ្ធផលគឺយើងមាននៅក្នុងដៃរួចទៅហើយខ្ញុំដឹងរួចទៅហើយតើ2រូបក្នុងចំណោម3រូបនេះអ្នកណាគេជាអ្នកមានឱកាសក្នុងការប្រកួតបន្តទៀតសូមបងប្អូនតាំងសមាធិផងខ្ញុំសូមជូនពរដល់បងប្អូនទាំង3រូបទោះបីយ៉ាងម៉េចក៏ដោយសូមជូនពរឲ្យបានជោគជ័យក្នុងការងារបន្តបាទឥឡូវខ្ញុំដឹងលទ្ធផលរួចទៅហើយឥឡូវខ្ញុំសូមប្រកាសចេះឥឡូវសូមកញ្ញាអៀងលីណាដើរមកជំហានមកខាងនេះបាទមកឆ្វេងតិចមកបាទក្នុងនេះគឺមានមួយរូបនឹងត្រូវដើរចុះវិឆានៅពេលបច្ចុប្បន្ននេះហើយគ្មានបាត់បង់ឱកាសហើយអញ្ចឹងខ្ញុំសូមប្រកាសថាអ្នកដែលមិនបាត់បង់ឱកាសទេអ្នកដែលមានឱកាសបន្តទៀតដែលជាប់នោះហើយបានសម្លេងច្រើនជាងគេគឺកញ្ញាអៀងលីណាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណកញ្ញាសូមជួយមកខាងនេះចាឥឡូវយើងសល់2រូបគឺលោកម៉ៅគង្គានិងកញ្ញាសៀកលេងខ្ញុំសូមបញ្ជាក់ថាបើសិនជាអ្នកដែលបានតាមដានមកអស់រយៈពេល8សប្តាហ៍នេះគឺលោកម៉ៅគង្គាតែងភាគច្រើនគឺជាប្រធានក្រុមឥឡូវនេះគឺអ្នកដែលមានឱកាសទៅប្រកួតតទល់ទៀតគឺម្នាក់ក្នុងចំណោម2នាក់កញ្ញាសៀកលេងអរគុណមែនតើអរគុណច្រើនអរគុណម៉ាកញ្ញាសៀកលេងសូមចេញមកខាងនេះបាទលោកម៉ៅគង្គាតាមពិតខ្ញុំភ្ញាក់ផ្អើលមែនតើនៅពេលដែលខ្ញុំឃើញលទ្ធផលនេះខ្ញុំក៏ភ្ញាក់ផ្អើលដែរព្រោះខ្ញុំជាអ្នកចូលរួមអស់រយៈពេល8សប្តាហ៍លោកម៉ៅគង្គាគឺជាអ្នកដែលបង្ហាញនៅសមត្ថភាពដ៏ខ្ពង់ខ្ពស់មែនតើជាយុវជនឆ្នើមនៅក្នុងកម្មវិធីរបស់យើងហើយខ្ញុំជឿថាទោះបីលោកមិនមានឱកាសបងប្រុសមិនមានឱកាសក្នុងការបន្តនៅវគ្គការប្រកួតប្រជែងនេះក៏ដោយខ្ញុំជឿថាបងប្រហែលជានឹងជោគជ័យនៅក្នុងការងារសង្គមហើយបើតាមខ្ញុំមើលទៅប្រហែលជាឆន្ទៈបងគឺតាក់ទងរឿងការងារសង្គមច្រើនមិនដឹងជាការងារផ្នែកសង្គមផ្នែកណាទេប៉ុន្តែខ្ញុំនៅមានការជឿជាក់ខ្ញុំមានមោទនភាពមែនតើខ្ញុំដល់ទោះបីយើងកម្មវិធីរបស់យើងនេះបានធ្វើអញ្ចេះគឺហាក់ដូចជាមានភាពខុសខើតិចយើងនិយាយឲ្យសាមញ្ញប៉ុន្តែខ្ញុំមានរង្វាន់មួយដែរសម្រាប់បងអូនជារង្វាន់ភ្ញាក់ផ្អើលមួយខ្ញុំសូមលោកខាងកម្មវិធីសូមអញ្ជើញយករង្វាន់មកបាទសូមអញ្ជើញដោយសារបងអូនមិនមានឱកាសទេគឺបងអូនជាអ្នកជាប់លេខ3គឺយើងមានរង្វាន់ពីម្ចាស់ឧបត្ថម្ភរបស់យើងគឺខាង AmCham ខាងសភាសហរដ្ឋអាមេរិកអញ្ចឹងហើយរង្វាន់នេះគឺ Galaxy Note Tab 3សម្រាប់បងអូនហើយខាង AmCham ហ្នឹងគឺគេហៅថា American Chamber of Commerce ហ្នឹងគឺសភាគេហៅពាណិជ្ជកម្មសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក
ក៏សូមឲ្យបងអូននឹងផ្ដល់ឱកាសបងអូនជា intern ជាអ្នកហាត់ការនៅក្នុងស្ថាប័នរបស់គេផងដែរនេះគឺជារឿងមួយដែលជោគជ័យមែនទែនសម្រាប់បងអូនផងដែរបាទបងអូនមានន័យចង់ចំណាប់អារម្មណ៍ចុងក្រោយទេសូមបងអូនជួយមកមុនដំបូងមានអារម្មណ៍ថាភ័យមួយយ៉ាងដែរប៉ុន្តែឥឡូវគឺអស់ភ័យហើយបាទពីព្រោះថាបើសិនបើខ្ញុំនៅភ័យទៀតគឺខ្ញុំត្រូវប្រកួតជាមួយនឹងស្រីស្អាតទាំងពីរនាក់មិនដឹងថាត្រូវប្រកួតជាមួយអ្នកណាប៉ុន្តែខ្ញុំគិតថាខ្ញុំសប្បាយចិត្តពីព្រោះតាំងពីដើមខែ12មកគឺខ្ញុំបានបង្ហាញសារទៅដល់ប្រជាពលរដ្ឋទៅដល់រាជរដ្ឋាភិបាលហើយមានទាំងសិស្សនិស្សិតមិត្តភ័ក្តិរបស់ខ្ញុំនៅស្រុកគេទៀតគាត់ជួយគ្រប់គ្រងមកប៉ុន្តែខ្ញុំដឹងតាមពិតខ្ញុំដឹងលទ្ធផលហ្នឹងខ្ញុំដឹងនៅខ្លួនឯងខ្ញុំថាខ្ញុំអត់មានស្លឹកឆ្នោតដើម្បីប្រកួតទៀតទេខ្ញុំដឹងច្បាស់ទី1គឺពេលព្រឹកដោយសារឥឡូវគឺខ្ញុំឈប់ច្រើនអញ្ចឹងខ្ញុំត្រូវបន្តការសិក្សានឹងទី1បញ្ហារបស់ខ្ញុំទី1គឺខ្ញុំអត់បានចាយស្លឹកឆ្នោតទេពេលព្រឹកហើយទី2ពេលល្ងាចខ្ញុំត្រូវបរៀនសិស្សអញ្ចឹងខ្ញុំចាយបានចន្លោះពេលថ្ងៃហើយដោយសារសប្តាហ៍ថ្ងៃនេះគឺខ្ញុំជាប់រវល់ការរៀននឹងផងហើយការបរៀនសិស្សទៀតអញ្ចឹងធ្វើឲ្យបញ្ហាការចាយស្លឹកឆ្នោតហ្នឹងគឺខ្ញុំបានស្លឹកឆ្នោតតិចជាងគេហើយមួយទៀតខាងបណ្ដាញខាងបងប្អូនក៏គាត់ប្រហែលជាចាយបានតិចខ្ញុំដឹងថាចាយបានតិចប៉ុន្តែអត់អីទេទោះបីជាខ្ញុំលីនដាហើយនឹងសៀកលេងមិនថាតែយុវជនទាំង24រូបនៅក្នុងកម្មវិធីអ្នកបន្តវេនគឺយើងបានចូលរួមល្អហើយក្នុងការចូលរួមអភិវឌ្ឍនៅប្រទេសកម្ពុជារបស់យើងឲ្យក្លាយទៅជាប្រទេសមួយដែលអភិវឌ្ឍអញ្ចឹងមិនថាខ្ញុំឬក៏គាត់ទាំង3នាក់ហ្នឹងទាំង3នាក់ឬក៏24នាក់ហ្នឹងគឺគាត់បានចូលរួមបានយ៉ាងល្អក្នុងការផ្ញើសារទៅដល់រាជរដ្ឋាភិបាលតាក់ទងទៅនឹងប្រធានបទទាំងឡាយដែលលើកឡើងទាំងអស់នេះគឺសុទ្ធសឹងតែជាប្រធានបទចូលរួមក្នុងការអភិវឌ្ឍនៅប្រទេសរបស់យើងចូលរួមអភិវឌ្ឍនៅគោលការណ៍របស់រាជរដ្ឋាភិបាលដូច្នេះគឺខ្ញុំសប្បាយហើយរីករាយមែនទែនអ្វីត្បិតតែខ្ញុំមិនបានបន្តការប្រកួតជជែកតទល់នេះទៀតក៏ដោយបាទហើយខ្ញុំសូមសំណូមពរឲ្យបងប្អូនសិស្សនិស្សិតទាំងអស់គ្នាដែលបានទស្សនាកម្មវិធីនេះគឺយើងត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានល្អទាំងអស់គ្នាដើម្បីជាយុវជនម្នាក់ក្នុងចំណោមប្រទេសរបស់យើងនេះគឺចូលរួមក្នុងការអភិវឌ្ឍនៅប្រទេសរបស់យើងទាំងវិស័យអប់រំសេដ្ឋកិច្ចនយោបាយនិងកត្តាផ្សេងៗទៀតឲ្យរីកចម្រើនដោយប្រទេសគេផងដែរបាទសូមអរគុណសូមអរគុណបងជូនពរបាទឥឡូវខ្ញុំសូមជូនពរយ៉ាងសូមបងអូនជើញចេញពីនេះបាទនេះជាកម្មវិធីមួយដែលយើងប្រកួតប្រជែងហើយតែងតែមានអ្នកទៅត្រូវចាក់ចេញពីឆាកហើយនេះជារឿងមួយដែលសោកស្ដាយដែលខ្ញុំបានស្គាល់បងអូនដែរប៉ុន្តែយើងមានបេក្ខជនបេក្ខនារី2រូបអញ្ចឹងយើងធានាមួយទៀតហើយគឺប្រកាសជាមាននារីដែលនឹងក្លាយជាជើងឯកនារីវ័យក្មេងមួយរូបក្នុងចំណោមនារីវ័យក្មេងទាំង2រូបនេះឥឡូវខ្ញុំសូមពេលអនុញ្ញាតពេលសម្រាប់2នាទីសិនហើយយើងនឹងត្រឡប់មកវិញបាទសូមសម្រាប់សិនបាទបាទឥឡូវខ្ញុំសូមស្វាគមន៍ប្រិយមិត្តទស្សនិកជនសាជាថ្មីឥឡូវនេះគឺយើងដល់វគ្គបន្តរួចទៅហើយខ្ញុំសូមអញ្ជើញបេក្ខជនទាំងពីររូបមកលើឆាកវិញបាទសូមអញ្ជើញអ្នកដែលបានជាប់រួចទៅហើយឥឡូវនេះគឺយើងមាន2រូបនៅទីនេះសូមឃើញខាងមុខតិចទៀតបាទឥឡូវវិធានបទរបស់យើងគឺយើងបានដឹងបេក្ខជនរបស់យើងទាំង2រូបទាំង3រូបហ្នឹងគឺបានដឹងរួចទៅហើយគឺវិធានបទរបស់យើងគឺទាន់ពេលវេលាផងដែរតាក់ទងរឿងការបោះឆ្នោតក្នុងនោះវិធានបទរបស់យើងគឺយើងបានជូនបងប្អូនវិធានបទអភិបាលខេត្តក្រុង
ត្រូវបានបោះឆ្នោតដោយផ្ទាល់ឬតែងតាំងហើយបេក្ខជនទាំងពីររូបត្រូវបានចាប់ឆ្នោតរួចទៅហើយដឹងថាតើបេក្ខជនមួយរូបណាជាអ្នកការពារនគរចំហបោះឆ្នោតបេក្ខជនមួយរូបណានឹងត្រូវការពារគោលចំហតែងតាំងបងប្អូនសូមជូនពរសូមខាងតែងតាំងនៅខាងស្របខាងនេះអញ្ចឹងត្រូវសូមអញ្ជើញខ្ញុំសូមបញ្ជាក់ចេះទី1នៅយើងឥឡូវនេះការដែលបងប្អូនប្រកួតប្រជែងនេះការសម្រេចអ្នកដែលមានអំណាចសម្រេចទៅលើជោគវាសនារបស់បងប្អូនទាំងពីរតើបេក្ខនារីម្នាក់ណានឹងជាប់ជជែកលាភីនោះគឺអាស្រ័យលើបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នានៅមានវត្តមាននេះក៏ដូចជាតាមគេហដ្ឋានផងដែរគឺតាមរយៈការបោះឆ្នោតដូចជាការបោះឆ្នោតឲ្យពួកគាត់បានជាប់2រូបនេះគឺមកដល់វគ្គនេះគឺតាមរយៈការបោះឆ្នោតខ្ញុំសូមបញ្ជាក់ថាការបោះឆ្នោតនេះគឺយើងព្យាយាមសុក្រិតមែនតើបានន័យថាទូរស័ព្ទមួយបោះបានតែមួយសម្លេងទេហើយយើងសង្ឃឹមថាទូរស័ព្ទមួយសម្លេងរបស់មនុស្សម្នាក់ធ្វើម៉េចឲ្យបានយុត្តិធម៌ឲ្យបានត្រឹមត្រូវហើយការតាមរយៈការបោះឆ្នោតនេះបើសិនជាមានការបោះឆ្នោតណាដែលមានលើសពីមួយដងគឺយើងនឹងត្រួតពិនិត្យហើយយើងនឹងលុបចោលទៅវិញនឹងធ្វើម៉េចរាប់ឲ្យបានតែម្ដងទៀតដើម្បីឲ្យស្មារតីហើយខ្ញុំសង្ឃឹមថាការឈ្នះគឺឈ្នះដោយថ្លៃថ្នូរគឺការចាញ់ដោយសុខចិត្តហើយអញ្ចឹងហើយការបោះឆ្នោតរបស់បងប្អូននៅតាមគេហដ្ឋានក៏សូមមេត្តាបោះឆ្នោតដោយត្រឹមត្រូវដែរហើយខ្ញុំសូមប្រកាសលេខទូរស័ព្ទសូមមេត្តាកត់ផងព្រោះអីបន្តិចទៀតដល់ពេលដែលពួកគាត់បានទៅជែកតទល់គ្នាគឺលេខទូរស័ព្ទនេះហើយគឺជាលេខដ៏សំខាន់ហើយសូមមេត្តាទេទូរស័ព្ទមកកាន់លេខនេះគឺលេខទី1 098 97 5808 ទី2 070 22 11 44ខ្ញុំសូមប្រកាសម្ដងទៀត098 97 58 08ឬទូរស័ព្ទទី2 070 22 11 44ក្នុងនេះបើសិនជាតាមខ្ញុំដឹងអ្នកស្របគឺលេខ1អញ្ចឹងឯងបេក្ខជនទី1អញ្ចឹងបើសិនជាដល់ពេលបងប្អូនបានទូរស័ព្ទមកហើយយល់ថាកញ្ញាសៀកលេងជាអ្នកឈ្នះក្នុងនោះមានតែ2ទេគឺអ្នកស្របហើយនឹងអញ្ចឹងឯងគឺត្រូវបោះឥឡូវយើងមានដាក់លើទូរទស្សន៍ហើយដាក់លើទូរទស្សន៍ហើយអញ្ចឹងខ្ញុំសូមបងប្អូនមើលផងប៉ុន្តែបើតាមខ្ញុំដឹងគឺសៀកលេងលេខ3លេខកញ្ញាលីនដាលេខ1អញ្ចឹងបើសិនជាបងប្អូនគាំទ្រកញ្ញាលីនដាសូមចុច PT មកសូមចុចលេខ1ហើយបើសិនជាគាំទ្រកញ្ញាសៀកលេងសូមទូរស័ព្ទមកចុចលេខ3ប៉ុន្តែកុំអាលទូរស័ព្ទមកសូមមេត្តាចាំមើលនៅការទៅជែកតទល់របស់ពួកគាត់ទាំងពីររូបរួចហើយខ្ញុំសង្ឃឹមថាបងប្អូនដែលបោះហ្នឹងគឺបោះទៅលើសមត្ថភាពរបស់ពួកគាត់បានន័យថាទោះបីយើងគ្រប់គ្រងឬមិនគ្រប់គ្រងនៅគោលចំហក៏ដោយយើងចង់មើលតើពួកគាត់បានបង្ហាញនៅសមត្ថភាពការប្រឹងប្រែងក្នុងការស្វែងរកអំណះអំណាងរៀងខ្លួនយ៉ាងម៉េចខ្លះតើគាត់បានបង្ហាញទេពកោសល្យយ៉ាងម៉េចក្នុងការគាត់បញ្ចុះបញ្ចូលឲ្យបងប្អូនទាំងអស់យល់ស្របទៅតាមគំនិតដែលគាត់ត្រូវការពារព្រោះអីគំនិតដែលត្រូវការពារនេះមិនមែនឆ្លុះបញ្ចាំងពីគំនិតខ្លួនឯងផ្ទាល់ទេប៉ុន្តែក្នុងការជជែកតទល់គឺអញ្ចឹងគឺគាត់ចាប់ឆ្នោតទេហើយអញ្ចឹងគាត់ត្រូវរកអំណះអំណាងគ្រប់ទាំងអស់ដើម្បីការពារនៅគោលចំហរបស់គាត់ហើយជារឿងមួយដ៏ល្អដែរដែលថាគោលចំហមួយឬមួយក៏ប្រធានបទមួយអាចមានគោលចំហផ្ទុយគ្នាទោះបីយ៉ាងម៉េចក៏ដោយគឺមានអំណះអំណាងរៀងៗខ្លួនហើយជាការបញ្ញាស្មារតីមួយដល់ជនរួមជាតិយើងផងដែរនេះគឺជារឿងមួយដ៏សំខាន់សម្រាប់ដើម្បីបញ្ញាអារម្មណ៍ទៅលើប្រធានបទដ៏រសើបដ៏សំខាន់មួយនេះនៅពេលបច្ចុប្បន្នឥឡូវនេះគឺយើងដល់ពេលដែលយើងត្រូវទៅជែកតទល់គ្នាសូមមេត្តាចងចាំកត់លេខទូរស័ព្ទផងឥឡូវខ្ញុំសូមអញ្ជើញបេក្ខជនទាំងពីរឈានជំហានទៅមុខឥឡូវដល់វគ្គដែលបងប្អូនទៅជែកតទល់គ្នាគឺម្នាក់គឺមានពេល90វិនាទីទៅវិញទៅមកដើម្បីតទល់គ្នាសូមឥឡូវសូមអញ្ជើញចាប់ដើមតែម្ដងបាទសូមជម្រាប
រាបសួរទស្សនិកជនទាំងអស់ដែលមានវត្តមានទីនេះនិងតាមគេហដ្ឋានសូមថ្វាយបង្គំព្រះគុណម្ចាស់នាងខ្ញុំសូមធ្វើការគ្រប់គ្រងទាំងស្រុងទៅលើវិធានបទដែលថាអភិបាលរាជធានីខេត្តក្រុងគួរបានដោយការតែងតាំងដោយផ្អែកលើអំណាចសំខាន់3យ៉ាងទី1គឺថាការតែងតាំងនឹងជួយលើកតម្កើងនៅអភិបាលកិច្ចល្អដោយយើងអាចសិក្សាតាមច្បាប់របស់ប្រទេសកម្ពុជាតាមដោយយោងតាមមាត្រា142នៃរដ្ឋធម្មនុញ្ញបានចែងថាអភិបាលរាជធានីខេត្តត្រូវតែមានបទពិសោធន៍យ៉ាងតិចនៅក្នុងកិច្ចការសាធារណៈ7ឆ្នាំហើយត្រូវមានឋានន្តរស័ក្តិយ៉ាងតិចគឺជាឧត្តមមន្ត្រីដែលមានអាយុយ៉ាងតិច35ឆ្នាំនិងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡាហើយគាត់ត្រូវដាច់ខាតជាបុគ្គលដែលមិនជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗដូច្នេះយើងអាចធានាបានថាពួកគាត់គឺជាបុគ្គលដែលមានសមត្ថភាពមានបទពិសោធន៍ដែលអាចជួយគ្រប់គ្រងដល់ខេត្តទាំងមូលផងដែរលើពីនេះទៅទៀតប្រព័ន្ធអប់រំប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជាគឺប្រព័ន្ធសមាមាត្រដោយបេក្ខជនចូលឈ្មោះបោះឆ្នោតទៅមកពីគណៈបកនយោបាយដូច្នេះតើយើងអាចធានាបានទេថាបើមានការបោះឆ្នោតដាក់មូលដ្ឋានហើយអភិបាលខេត្តដែលជាប់ឆ្នោតដោយការបោះឆ្នោតឲ្យមកពីគណៈបកផ្សេងតើពួកគាត់អាចទទួលបានការទុកចិត្តទាំងស្រុងពីរដ្ឋបាលឬទេពេលនោះនឹងមានភាពរាំងស្ទះដល់ការអភិវឌ្ឍដែលយើងអាចឃើញថានឹងមានភាពជាប់គាំងសូមបញ្ជាក់ថាបើសិនជាគាត់ជាប់ដោយការបោះឆ្នោតគឺគាត់នឹងធ្លាក់ដោយការបោះឆ្នោតដែរគឺបញ្ជាក់ថា5ឆ្នាំសូមអរគុណសូមជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីនាងខ្ញុំអៀងលីនដាសូមឈរលើគោលចំហបដិសេធទៅលើប្រធានបទដែលបានលើកឡើងថាអភិបាលខេត្តក្រុងគួរតែបានតែងតាំងតាមគិតតួនាទីមុខតំណែងរបស់អភិបាលខេត្តក្រុងគួរតែបានបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋហេតុអ្វីបានជានាងខ្ញុំហ៊ានអះអាងនឹងលើកមកនិយាយនៅបែបនេះនាងខ្ញុំសូមសួរសំណួរមួយទៅបងប្អូនទាំងអស់គ្នាថាប្រសិនបើបងប្អូនជាប្រជាពលរដ្ឋនោះនៅក្នុងមូលដ្ឋាននឹងប៉ុន្តែបងប្អូនមិនមានសិទ្ធិដើម្បីជ្រើសតាំងអ្នកតំណាងឲ្យបងប្អូនដែលពីព្រោះថាអភិបាលខេត្តគឺគាត់មានតួនាទីសម្រាប់គ្រប់គ្រងនិងបំរើប្រជាពលរដ្ឋទាំងអស់គ្នាប៉ុន្តែបើសិនជាយើងនៅក្នុងតែជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះយើងពុំមានសិទ្ធិដើម្បីជ្រើសតាំងអ្នកតំណាងឲ្យខ្លួនយើងផងតែយើងមានអារម្មណ៍បែបណាហើយម្យ៉ាងវិញទៀតប្រជាពលរដ្ឋមួយចំនួនគាត់ពុំបានទាំងដឹងថាអភិបាលខេត្តនឹងឈ្មោះអ្វីគាត់ឈ្មោះអ្វីមានស្នាដៃអ្វីខ្លះមុខមាត់របស់អភិបាលខេត្តនឹងគឺយ៉ាងម៉េចទេពីព្រោះថាការដែលយើងតែងតាំងអភិបាលខេត្តតាមរយៈរដ្ឋាភិបាលគឺរដ្ឋាភិបាលបានធ្វើការជិតស្និទ្ធជាមួយនឹងអភិបាលខេត្តប៉ុន្តែការពិតអភិបាលខេត្តគឺគាត់មិនបានធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋទេនេះគឺយើងបានបញ្ជាក់ឲ្យឃើញថាគឺជាការចន្លោះប្រហោងនៃការតែងតាំងរបស់រដ្ឋការតែងតាំងអភិបាលខេត្តបើសិនជាយើងបោះឆ្នោតតាមពីប្រជាពលរដ្ឋគឺយើងទទួលបានបុគ្គលដែលមានសមត្ថភាពជាងជាការពិតណាស់ទោះបីជាច្បាប់បានចែងក៏ពិតមែនចុះបើសិនបើច្បាប់នោះមិនមានភាពសុក្រិតយុត្តិធម៌មានការសោកប៉ាន់និងមានការកេងបន្លំផ្សេងតែយើងអាចធានាបានទេថាបុគ្គលដែលតែងតាំងដោយរដ្ឋាភិបាលនោះពិតជាមានភាពសុក្រិតយុត្តិធម៌ទៅតាមច្បាប់ពិតប្រាកដមែនសូមអរគុណនាងខ្ញុំសូមបន្តទៅសំណួរអាចសូមអនុញ្ញាតបកស្រាយនៅសំណួររបស់កញ្ញានៅចំណុចទី3អាចចំណុចសំខាន់ទី2នេះគឺថាតើការតែងតាំងគឺស្របទៅនឹងលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញដែលនេះខ្ញុំសូមបញ្ជាក់ថាសូមសួរថាតើការតែងតាំងស្របតាមលទ្ធិប្រជាធិបតេយ្យដែរឬទេបើយោងតាមមាត្រាទី141នៃរដ្ឋធម្មនុញ្ញបានចែងថាអភិបាលរាជធានីខេត្តត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យដែលស្នើដល់រដ្ឋាភិបាលហើយរដ្ឋាភិបាលគឺបានដោយការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋដែលគាត់ផ្ដល់សិទ្ធិអំណាចឲ្យគាត់ជាតំណាងរាស្ត្ររបស់ខ្លួននៅក្នុងសភាដូច្នេះមានន័យថាការផ្ដល់អំណាចឲ្យពួកគាត់តែងតាំងគឺស្របតាមឆន្ទៈពួកគាត់ឆន្ទៈរបស់ប្រជាពលរដ្ឋម្យ៉ាងវិញទៀតយើងដូចឲ្យយើងបានជ្រាបហើយថាថវិកាជាតិគឺមានកម្រិតតែយើងចាំបាច់ធ្វើចំណាយថវិការាប់លានដើម្បីធ្វើការបោះឆ្នោតដែលយើងមានការបោះឆ្នោតជាលក្ខណៈជាធិបតេយ្យហើយឬនៅដូច្នេះសូមបញ្ជាក់ថាការដែលតែងតាំងគឺស្របតាមលទ្ធិប្រជាធិបតេយ្យដែលមានការចូលរួមពីប្រជាពលរដ្ឋដូចជាស្រេចដោយប្រយោជន៍គឺគាត់បានធ្វើការបោះឆ្នោតតាមជាសកលតាមលក្ខណៈលទ្ធិប្រជាធិបតេយ្យសេរីពហុបកដែលមានបោះឆ្នោតក្នុងក្រុមប្រឹក្សាឃុំសង្កាត់និងបោះឆ្នោតតំណាងរាស្ត្រជាដើមសូមអរគុណ
ចាសូមអរគុណនាងខ្ញុំមិនបានបដិសេធទេថាការបោះឆ្នោតដោយមិនប្រយោជន៍បែបនេះមិនមែនជាលទ្ធិប្រជាធិបតេយ្យនាងខ្ញុំដឹងច្បាស់ណាស់ថាលទ្ធិប្រជាធិបតេយ្យគឺមានពីរប្រភេទមានការបោះឆ្នោតទាំងប្រយោជន៍និងមិនប្រយោជន៍ហេតុដូចនេះហើយប៉ុន្តែការដែលយើងស្ថិតនៅក្នុងស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំការបោះឆ្នោតក៏ពិតមែនប៉ុន្តែសួរថាយើងបណ្ដោយឲ្យវាទៅជាបែបហ្នឹងឬមួយក៏យ៉ាងណាទាំងដែលយើងដឹងថាការបោះឆ្នោតពិតជាមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋជាពិសេសគឺយើងអាចជ្រើសតាំងតំណាងរាស្ត្រដែលយើងស្រឡាញ់ពេញចិត្តពីព្រោះថាការដែលតាមរយៈការបោះឆ្នោតនោះផងដែរគឺយើងបោះឆ្នោតទៅលើសមត្ថភាពប្រសិនបើបុគ្គលដែលជាតំណាងខេត្តគាត់មិនមានសមត្ថភាពតើយើងដែលជាប្រជាពលរដ្ឋនេះយើងបោះឆ្នោតដោយគាត់តាមរបៀបណាជាការពិតគឺគាត់ទៅតែចុះមកជួបប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋនឹងបានស្គាល់គាត់យល់ពីគាត់ថាគាត់មានសមត្ថភាពមានស្នាដៃធ្វើអ្វីខ្លះដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តហើយវាក៏បានបញ្ជាក់អំពីតម្លាភាពនិងភាពច្បាស់លាស់ត្រឹមត្រូវភាពសុក្រិតយុត្តិធម៌ដោយគ្មានការប្រកាន់បកពួកអ្វីឡើយចាសសូមអរគុណបាទសូមផ្អាកមួយផ្លែតសិនឥឡូវនេះបានឃើញត្រួស2វគ្គរួចទៅហើយឥឡូវយើងនៅមាន2វគ្គបន្តទៅទៀតខ្ញុំសូមឆ្លៀតឱកាសនេះសម្រាប់2នាទីសិនហើយបន្ទាប់មកចាំយើងផ្ដល់ឱកាសដល់បេក្ខជនហើយសូមកុំភ្លេចធ្វើការបោះឆ្នោតផងគឺកត់សម្គាល់នៅលេខទូរស័ព្ទដែលមាននៅលើទូរទស្សន៍របស់អស់លោកបាទសូមអញ្ជើញបាទបាទសូមស្វាគមន៍សាជាថ្មីមកកម្មវិធីវគ្គបន្តវេនឥឡូវគឺយើងបានបេក្ខជនផ្ដាច់ព្រាត់ទាំងពីររូបបានទៅជ័យតទល់អស់រយៈពេល2វគ្គឥឡូវនេះនៅសល់2វគ្គទៀតខ្ញុំសូមណែនាំម្ដងទៀតគឺកញ្ញាអៀងលីនដាជាអ្នកការពារនគរចំហអភិបាលខេត្តក្រុងគួរទៅត្រូវបានការបោះឆ្នោតហើយនឹងកញ្ញាសៀកលេងជាអ្នកគ្រប់គ្រងនគរចំហអភិបាលខេត្តក្រុងគួរទៅត្រូវបានជ្រើសតាំងឥឡូវសូមអញ្ជើញវគ្គបន្តសូមប្រកាសលេខទូរស័ព្ទម្ដងទៀតគឺទូរស័ព្ទមុននឹងខ្ញុំប្រកាសខុសមួយលេខគឺ095មិនមែន098ទេ095 97 5808ហើយទូរស័ព្ទទាំងអស់នោះគឺនៅលើឆាកនៅលើទូផងដែរសូមកញ្ចក់ទូរបស់បងប្អូនផងដែរសូមបងប្អូនកត់ត្រានៅលេខទូរស័ព្ទហើយសូមមេត្តាចូលរួមមកបានកកក្នុងការបោះឆ្នោតនៅការប្រកួតនេះបាទសូមអញ្ជើញកញ្ញាទាំងពីរសូមអរគុណនេះខ្ញុំសូមបន្តថាឲ្យសូមសំណូមពរពុកម៉ែបងប្អូនក៏ដូចជាមិត្តទាំងអស់គ្នាគិតពិចារណាដល់ចំណុចមួយការបោះឆ្នោតគឺមិនអាចជិះផុតពីការជ្រើសរើសបានអភិបាលខេត្តមួយដែលគាត់កាន់កុចំហបកមួយណាឡើយពីព្រោះថាប្រព័ន្ធបោះឆ្នោតកម្ពុជាគឺប្រព័ន្ធសមាមាត្រដែលបេក្ខជនចូលឈ្មោះគឺគាត់ចេញពីបកចេញពីគណៈបកមួយអញ្ចឹងដូច្នេះហើយគឺថាគាត់នៅតែមានការបម្រើឆន្ទៈរបស់គណៈបកមួយដូចគ្នាហើយជាងនេះទៅទៀតយើងអាចនិយាយបានថាដោយសារតែគាត់បោះឆ្នោតតាមរយៈដោយសារគាត់ជាប់ឆ្នោតតាមរយៈការបោះឆ្នោតដូច្នេះគាត់ធ្លាក់ពីតំណែងក៏តាមរយៈការបោះឆ្នោតដូច្នេះយើងត្រូវរងចាំរហូតដល់5ឆ្នាំទើបគាត់ផុតអាណត្តិតែនៅក្នុងចន្លោះនេះគឺអាចមានបង្កឲ្យមានការជាប់គាំងដល់ការអភិវឌ្ឍថ្នាក់មូលដ្ឋានទាំងឡាយជាមួយគ្នាក្នុងនេះដែរបើសិនជាយើងប្រើវិធីការតែងតាំងដើម្បីជ្រើសរើសអភិបាលរាជធានីខេត្តគឺយើងមានក្រុមប្រឹក្សារាជធានីខេត្តដែលគាត់អាចចាំមើលទៅពិនិត្យការងារបានអាចចំណុចសំខាន់មួយទៀតគឺនេះខ្ញុំសូមបដិសេធយ៉ាងខ្លាំងចំពោះគំនិតដែលក្នុងការកែប្រែរដ្ឋធម្មនុញ្ញសូមបញ្ជាក់ថាការកែបើសិនជាចង់កែប្រែដល់អំណាចក្នុងការតែងតាំងគឺយើងត្រូវកែប្រែតាមពីការដឹកនាំគឺរបបនយោបាយរបស់រាជាណាចក្រកម្ពុជាដោយរាប់តាំងពីការជ្រើសរើសអ្នកដឹកនាំជាដើមពីដោយផ្លាស់ប្ដូរពីសភានិយមទៅជាប្រធានាធិបតីនិយមដែលជាការខុសទាំងស្រុងទៅលើរដ្ឋធម្មនុញ្ញឯបើសិនជាបើអ្នកគួរតែដឹងថាប្រទេសកម្ពុជាគឺជាប្រទេសដែលការរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលមិនមែនជាប្រទេសសាធារណៈដែលគាត់មានអូខេមិនមែនជាប្រទេសសាធារណៈដែលគ្មានស្ដេចឡើយអរគុណចាមុននឹងនាងខ្ញុំបន្តទៅបកស្រាយនៅចំណុចរបស់នាងខ្ញុំសូមឆ្លើយតបជាមួយនឹងខាងសពដែលនិយាយថាការតែងតាំងល្អតាមពិតទៅពេលដែលគាត់និយាយថាពេលដែល
អភិបាលខេត្តមកពីគណៈបកផ្សេងគ្នានឹងធ្វើឲ្យការជាប់គាំងសួរថាអញ្ចឹងបើសិនជាតតែគណៈបកហ្នឹងជាមួយនឹងអភិបាលខេត្តហ្នឹងគាត់មានគោលនយោបាយស្របគ្នាអញ្ចឹងបានន័យថាគាត់តែជាអភិបាលខេត្តហ្នឹងគាត់បម្រើគោលនយោបាយរបស់គណៈបកឬក៏គាត់បម្រើប្រជាពលរដ្ឋបងប្អូនទាំងអស់គ្នាគឺអភិបាលខេត្តតួនាទីរបស់គាត់គឺបម្រើប្រជាពលរដ្ឋដូច្នេះហើយអត់មានចាំបាច់ថាបកណាទេបងប្អូនគឺគោលតួនាទីសំខាន់របស់អភិបាលគឺគាត់បម្រើប្រជាពលរដ្ឋហើយម្យ៉ាងវិញទៀតការដែលយើងការដែលបោះឆ្នោតពីប្រជាពលរដ្ឋគឺយើងបានការអភិវឌ្ឍដែលស្របនឹងឆន្ទៈប្រជាពលរដ្ឋពីព្រោះថាពេលដែលយើងបោះឆ្នោតគឺដោយប្រជាពលរដ្ឋគាត់ធ្លាក់ឆ្នោតវិញក៏ដោយប្រជាពលរដ្ឋដែរប្រសិនបើគាត់មិនធ្វើបានល្អគាត់មិនសួរសុខទុក្ខប្រជាពលរដ្ឋគាត់មិនបានស្ដាប់អំពីកង្វល់របស់ប្រជាពលរដ្ឋយកទុកលំបាករបស់ប្រជាពលរដ្ឋមកដោះស្រាយនោះតើប្រជាពលរដ្ឋនៅពេលអាណត្តិក្រោយគាត់បោះឆ្នោតឲ្យអភិបាលខេត្តឬក្រុងនឹងទៀតទេអត់ទេដូច្នេះហើយការដែលយើងដាក់ឲ្យប្រជាពលរដ្ឋបោះឆ្នោតនោះគឺអភិបាលខេត្តគាត់ខំប្រឹងធ្វើការដើម្បីឲ្យស្របនឹងឆន្ទៈប្រជាពលរដ្ឋចាសសូមអរគុណបន្តនេះនេះខ្ញុំសូមធ្វើការឆ្លើយតបទៅចំណុចមួយដែលគាត់អាចធានាបានថាការបោះឆ្នោតអាចធានាថាគាត់នឹងធ្វើការបម្រើប្រជារាស្ត្របើសិនជាក្នុងលក្ខខណ្ឌមួយដែលគាត់មិនបានបម្រើប្រជារាស្ត្រគឺគាត់បម្រើតាមបករបស់គាត់ហើយបករបស់គាត់គឺផ្សេងពីរដ្ឋាភិបាលដែលគាត់មិនបានអនុវត្តនូវគោលនយោបាយដែលបានដាក់មកសួរថាតើយើងទៅរងចាំរហូតដល់5ឆ្នាំដែលគាត់ដាច់អាណត្តិព្រោះថាលុះត្រាតែដល់ដាច់អាណត្តិទើបគាត់យើងមានសិទ្ធិបោះឆ្នោតចំណុចនេះហើយដែលធ្វើឲ្យមានការជាប់គាំងដល់ការអភិវឌ្ឍថ្នាក់មូលដ្ឋានជាមួយគ្នានេះដែរតើយើងអាចគិតថាប្រទេសកម្ពុជាក្នុងស្ថានភាពជាក់ស្ដែងគឺជាប្រទេសក្រីក្រតែយើងគួរតែចំណាយថវិការាប់លានទៅលើការបោះឆ្នោតខណៈពេលដែលយើងមានការបោះឆ្នោតដល់លទ្ធិប្រជាធិបតេយ្យដូចនេះហើយតែយើងគួរតែធ្វើការកែប្រែរដ្ឋធម្មនុញ្ញដើម្បីដោយប្រទេសដទៃដែលជាមហាអំណាចដូចសហរដ្ឋអាមេរិកឬមកក៏យើងទៅដោះស្រាយជាមួយបញ្ហាជាក់ស្ដែងដូច្នេះនេះខ្ញុំសូមបញ្ជាក់ថាការតែងតាំងគឺធ្វើឲ្យប្រទេសកម្ពុជាអាចជួបនៅការរីកចម្រើននិងវិវឌ្ឍនភាពផងដែរហើយសូមបញ្ជាក់ថាការបោះឆ្នោតគឺមិនស័ក្តិសមជាក់ស្ដែងនៅក្នុងស្ថានភាពរបស់ប្រទេសកម្ពុជាឡើយសូមអរគុណសាជាថ្មីម្ដងទៀតបងប្អូនទស្សនិកជនទាំងអស់គ្នាជាការពិតនៅក្នុងស្ថានភាពនៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលបច្ចុប្បន្នគឺយើងមិនអាចធ្វើទៅរួចទេនៅការបោះឆ្នោតតែងតាំងប៉ុន្តែនាងខ្ញុំឈរនៅទីនេះគឺមិនមែនដើម្បីថាយើងត្រូវតែបោះឆ្នោតតែងតាំងឥឡូវនេះទេគឺនាងខ្ញុំឈរនៅទីនេះដើម្បីផ្ញើសារជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាថាការតែងតាំងពិតជាមានសារៈប្រយោជន៍និងសារៈសំខាន់ដោយដែលខ្ញុំបានលើកឡើងនឹងគោលចំហយ៉ាងសំខាន់ធំ3ដែលខ្ញុំបានលើកឡើងទី1គឺយើងអាចទទួលបាននៅអភិបាលខេត្តក្រុងដែលមានសមត្ថភាពដែលបង្ហាញពីឆន្ទៈពិតប្រាកដពីការស្រឡាញ់ពិតប្រាកដពីប្រជាពលរដ្ឋដោយសារថាមុននឹងគាត់អាចក្លាយទៅជាបេក្ខជនតំណាងនៃតំណាងអភិបាលខេត្តបានគឺគាត់ត្រូវតែចុះទៅសួរប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋស្គាល់គាត់យល់អំពីស្នាដៃនិងអ្វីដែលគាត់បានធ្វើពេលដែលប្រជាពលរដ្ឋស្គាល់គាត់ហើយប្រជាពលរដ្ឋនឹងស្រឡាញ់ពេញចិត្តអភិបាលខេត្តគាត់បោះឆ្នោតជូនអភិបាលខេត្តនោះក្រោយពេលដែលអភិបាលខេត្តបានឡើងទៅជាទៅកាន់តួនាទីរបស់ខ្លួនហើយគាត់ទៅតែបន្តខ្ជាប់ខ្ជួនធ្វើឲ្យបានល្អបំពេញតួនាទីប្រកបដោយតម្លាភាពសួរសុខទុក្ខប្រជាពលរដ្ឋដូច្នេះហើយទៅប្រជាពលរដ្ឋគាត់អាចបោះឆ្នោតជូនគាត់នៅអាណត្តិក្រោយទៀតប៉ុន្តែបើសិនតាមរយៈការតែងតាំងវិញប្រជាពលរដ្ឋហាក់បីដូចជាឃ្លាតឆ្ងាយពីអភិបាលខេត្តគាត់អត់ដឹងថាអភិបាលខេត្តតថ្ងៃកំពុងតែធ្វើអ្វីគាត់មានតួនាទីអ្វីខ្លះហេតុដូច្នេះហើយទៅនាងខ្ញុំឈរលើគោលចំហយ៉ាងមុតមមថាអភិបាលខេត្តគួរតែទៅបានបោះឆ្នោតពីប្រជាពលរដ្ឋសូមអរគុណបាទសូមអរគុណដល់បេក្ខជនទាំងពីររូបមិនដែរប៉ុណ្ណឹងយ៉ាងមិនដែរមានអារម្មណ៍យ៉ាងម៉េចល្អឥឡូវនេះគឺអស់ឱកាសក្នុងការជជែកតទល់គ្នាទៀតហើយជោគវាសនារបស់បេក្ខជនទាំងពីររូបបងប្អូនទាំងពីររូបគឺនៅលើដៃទស្សនិកជននិងក្នុងការធ្វើការបោះឆ្នោតខ្ញុំសូមប្រកាសលេខម្ដងទៀតគឺយើងនឹងទុកពេលតែ2នាទីទៀតទេដើម្បីឲ្យទស្សនិកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជាក្នុងធ្វើការបោះឆ្នោតលេខទូរស័ព្ទគឺ098 97 58 08 095
ប្រកាសខុសដដែលគឺ095 97 58 08ប្រជាតបតៃមែនទេគាត់ប្រកាសខុសភ្លាមមានអតវ៉ាភ្លាមពីខាងសំណាក់ទស្សនិកជនមានវត្តមាននៅទីនេះមួយទៀតគឺ070 22 11 44ខ្ញុំលេខទូរស័ព្ទទាំងពីរហ្នឹងគឺយើងមាននៅលើកញ្ចក់ទូរទស្សន៍របស់បងប្អូនរួចទៅហើយសូមមេត្តានាំគ្នាចុចបើសិនជាគ្រប់ត្រូលកញ្ញាអៀងលីនដាជាអ្នកកាន់គោលចំហឲ្យបោះឆ្នោតដោយផ្ទាល់ណាសូមមេត្តាចុចលេខ1ពេលទូរស័ព្ទមកហើយបើសិនជាគ្រប់ត្រូលកញ្ញាសៀកលេងសូមមេត្តាចុចលេខ3ចាំតែចុចលេខ3មិនមែនលេខផ្សេងទេគឺលេខ3សម្រាប់កញ្ញាសៀកលេងហើយនៅពេលដែលបន្តិចទៀតនេះគឺក្រុមការងារគឺយើងនឹងស្វាស្វែងក្នុងការបូកសរុបនៅឆ្នោតទាំងឡាយហ្នឹងហើយដើម្បីយើងអាចប្រកាសនៅវគ្គចុងក្រោយយើងនេះហើយនឹងប្រកាសជ័យលាភីតែម្ដងឥឡូវនេះខ្ញុំសូមឥឡូវជូនឱកាសដល់បងប្អូនទាំងពីររូបសូមខាងបងប្អូនមុនបងប្អូនមានសូមចំណាប់អារម្មណ៍មិនដែរយល់ថាពេញចិត្តនៅការប្រកួតប្រជែងការនិយាយរបស់បងប្អូនប៉ុណ្ណាដែរនាងខ្ញុំពេញចិត្តមកល្មមគិតថាខ្លួនឯងគួរតែអភិវឌ្ឍដើម្បីមានការជជែកតទល់ដែលល្អអស្ចារ្យជាងនេះចាខ្លីខ្លឹមសូមកញ្ញាសៀលេងសូមជើញអរគុណចំពោះនាងខ្ញុំមានអារម្មណ៍រំភើបមែនទែនហើយមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រធានបទដែលតកតងដល់សង្គមខ្មែរយើងតែម្ដងដែលអាចទាញជាប្រយោជន៍ជាសារខ្លឹមសារមួយដ៏សំខាន់ដល់ប្រជាជនទូទៅក៏ដូចជារដ្ឋាភិបាលក្នុងការគិតពិចារណាអំពីប្រព័ន្ធគ្រប់គ្រងរបស់កម្ពុជាដូច្នេះពិតជាពេញចិត្តអរគុណបាទអរគុណដល់បេក្ខជនទាំងពីររូបសូមទះដៃនៅការបង្ហាញចាំលេខប៉ុន្មានលេខ1នាងខ្ញុំលេខ1អៀងលីនដាខ្លីតែខ្លឹមនាងខ្ញុំសិលេងខ្ញុំមិនណាមិននឹងខ្ញុំជាអ្នកបន្តវេនលេខ3ឥឡូវយើងចង់បានខ្លីហើយនឹងខ្លឹមឬមួយក៏ម៉ាត់ណាម៉ាត់ហ្នឹងគឺលេខ1ហើយនិងលេខ3ទោះបីយ៉ាងម៉េចក៏ដោយគឺយើងមាននារីវ័យក្មេងដ៏មានសមត្ថភាពដ៏មានទេពកោសល្យដែលជាអ្នកឈ្នះនៅជ័យលាភីហើយខ្ញុំក៏មានមោទនភាពដែរដែលបានចូលរួមនៅកម្មវិធីនេះដែលបងប្អូនបានបង្ហាញនៅសមត្ថភាពរបស់ខ្លួននេះឥឡូវខ្ញុំប្រកាសអញ្ចឹងឥឡូវពេលវេលាដើម្បីបោះឆ្នោតគឺខើចហើយសូមមេត្តាបោះឆ្នោតឲ្យបានរស់រានមែនទែនគឺយើងនឹងបិទដើម្បីយើងអាចបូកសរុបនៅលេខនេះលេខទូរស័ព្ទទាំងពីរនេះគឺយើងអាចទទួលបានទូរស័ព្ទច្រើននៅពេលជាមួយគ្នាដូច្នេះបងប្អូនកុំព្រួយបារម្ភសូមមេត្តាព្យាយាមក្នុងការទូរស័ព្ទចូលដើម្បីធ្វើការបោះឆ្នោតបាទអូខេខ្ញុំសូមជូនពរបងប្អូនទាំងពីរឥឡូវនេះគឺយើងឈានមកដល់វគ្គបញ្ចប់ហើយបើតាមខ្ញុំដឹងគឺលេខទូរស័ព្ទហ្នឹងគឺប្រហែលជាដល់ចប់ផងដែរបើសិនជាបងទស្សនិកជននៅខំព្យាយាមបន្តសាកទៀតអាហ្នឹងយើងសាកទៅប៉ុន្តែភាគច្រើនយើងឥឡូវនេះយើងត្រូវការបូកសរុបនៅសម្លេងឆ្នោតសម្រាប់បេក្ខជនទាំងពីររូបខ្ញុំសូមជូនពរម្ដងទៀតក្នុងមុននឹងខ្ញុំឥឡូវយើងបូកសរុបហើយក្រុមការងារនឹងយកលទ្ធផលមកលើឆាកមុននឹងខ្ញុំប្រកាសមុននឹងយើងប្រកាសទៅអ្នកឈ្នះជ័យលាភីក្រុម24អ្នកដែលបានចូលរួមកម្មវិធីជជែកតទល់នេះគឺយើងមានអ្នកជំនាញក្នុងការជួយឧបត្ថម្ភជួយបណ្ដុះបណ្ដាលជួយផ្ដល់យោបល់ផងដែរឥឡូវខ្ញុំសូមទស្សនិកជនទាំងអស់តាមដានតាមកញ្ចក់ទូរទស្សន៍នៅការចូលរួមរបស់អ្នកជំនាញផងដែរបាទសូមអរគុណហើយសូមស្វាគមន៍សាជាថ្មីឥឡូវនេះគឺការបោះឆ្នោតរបស់យើងគឺបានដល់ទីបញ្ចប់រួចទៅហើយយើងក៏បានបូកសរុបនៅលទ្ធផលដោយសារប្រព័ន្ធការបោះឆ្នោតនេះគឺជាប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបយើងក៏មានលទ្ធផលនៅទីនេះដែរសូមអញ្ជើញយកលទ្ធផលនៅទីនេះតែម្ដងឥឡូវនេះគឺយើងមានលទ្ធផលនៅទីនេះរួចទៅហើយអញ្ចឹងតើកញ្ញាមួយរូបណាជាអ្នកឈ្នះជ័យលាភីនឹងទទួលពានរង្វាន់ហើយនឹងទស្សនកិច្ចទៅសហរដ្ឋអាមេរិកនឹងថវិកា$2000យើងអត់ទាន់ដឹងឡើយខ្ញុំក៏មិនទាន់ដឹងដែរ
ឥឡូវនេះខ្ញុំសូមប្រកាសចេះដែរគឺអ្នកដែលចាញ់ក៏មានរង្វាន់ដែរគឺនឹងទទួលបាន iPad mini មួយហើយនឹងជាប្រសិទ្ធយុវជនប្រសិទ្ធគេហៅ Youth Ambassador នៃក្រុមហ៊ុន EasyCom ផងដែរអញ្ចឹងជាអ្នកតំណាងឲ្យ EasyCom សម្រាប់យុវវ័យជាតួនាទីមួយដ៏សំខាន់ជាជំហានមួយក្នុងការងាររបស់បងអូនអញ្ចឹងប៉ុន្តែអ្នកឈ្នះគឺនឹងជាឈ្នះជលភីឥឡូវដើម្បីកុំឲ្យខាតពេលយូរឥឡូវខ្ញុំសូមឈានទៅដល់ការប្រកាសលទ្ធផលតែម្ដងហើយខ្ញុំសូមអញ្ជើញលោក Jeff Daigle ជាភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាជាមិត្តភក្តិខ្ញុំម្នាក់ដែរសូមលោក Jeff Daigle និងកញ្ញាសុជាតាសូមអញ្ជើញឡើងមកលើឆាកបាទដើម្បីចូលរួមក្នុងពេលដែលលោក Jeff Daigle ហើយនឹងកញ្ញាសុជាតាវងសុជាតាសម្រាប់ដើរមកលើឆាកខ្ញុំសូមក៏ទទួលសូមប្រកាសនេះដែរសូមទទួលស្គាល់អ្នកទទួលជ័យលាភីកម្មវិធីអ្នកបន្តវេននៃរដូវកាលមុនលោកហ៊ីងសុកសានសូមលោកហ៊ីងសុកសានខោចូលផងលោកជាអ្នកឈ្នះជ័យលាភីនៃវគ្គមុនឥឡូវនេះគឺក្នុងចំណោមបងប្អូនម្នាក់គឺនឹងមាននឹងខ្លាយទៅជាអ្នកឈ្នះជ័យលាភីនៃចំនួនរដូវកាលទី3នេះឥឡូវដើម្បីកុំឲ្យខាតពេលយូរខ្ញុំសូមជូនវេទិកានេះជូនដល់លោក Jeff Daigle ហើយលោក Jeff Daigle នឹងបើកនៃសម្បត្តិនេះហើយនឹងប្រកាសឈ្មោះអ្នកដែលឈ្នះជ័យលាភីលោក Jeff Daigle សូមអញ្ជើញបាទ Greetings to everybody in the studio audience and to everyone watching our grand finale live on television. សូមជម្រាបសួរដល់អស់លោកលោកស្រីទាំងអស់ដែលមានវត្តមាននៅទីនេះហើយនឹងអស់លោកលោកស្រីទាំងអស់ដែលកំពុងតាមដាននៅតាមកញ្ចក់ទូរទស្សន៍នៅតាមគេហដ្ឋាន The U.S. Embassy is very proud to be a sponsor of the Next Generation program through the U.S. Agency for International Development. ឋានទូតសហរដ្ឋអាមេរិកមានមោទនភាពណាស់ក្នុងការឧបត្ថម្ភដល់កម្មវិធីនេះតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ USAID. The debates that we've seen throughout season 3 are a terrific way to encourage youth and develop youth leadership in Cambodia. អ្វីដែលលោកស្រីបានឃើញនៅក្នុងរដូវកាលទី3នៃកម្មវិធីអ្នកបន្តវេននេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យដែលបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់យុវជន These debates have also demonstrated the critical role of free expression in helping a democratic society find lasting solutions to the important challenges and issues that it faces. កម្មវិធីនេះក៏បង្ហាញអំពីដំណោះស្រាយដែលអាចមានផលប៉ះពាល់មានឥទ្ធិពលសម្រាប់កសាងប្រទេសកម្ពុជានាពេលអនាគត So I hope these debates encourage all Cambodians to engage in your own conversations, your own debates with your fellow citizens, your government officials about the issues that are important to you and to your country. ហើយខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងជំរុញលើកទឹកចិត្តដល់អស់លោកស្រីនិងបងប្អូនទាំងអស់គ្នាបន្តនឹងការពិភាក្សានិយាយអំពីបញ្ហាដែលកើតមាននៅក្នុងសហគមន៍ហើយនឹងជាមួយមិត្តភ័ក្តិហើយនឹងពិភាក្សាបន្តពិភាក្សាជាមួយរដ្ឋាភិបាល And I'd also like to offer my congratulations to our 2 finalists for this season. ហើយខ្ញុំក៏សូមអបអរសាទរដល់បងប្អូនស្រីទាំងពីរដែលបានឈានមកដល់ដំណាក់កាលចុងក្រោយ The fact that you made it to this level of the competition, I think, is a testament to your very keen intellect, to your powers of persuasion, and also to your commitment to democratic development in Cambodia. Congratulations. ការដែលបងប្អូនទាំងពីរអ្នកបានឈានមកដល់វគ្គផ្ដាច់ព្រាត់នេះគឺសបបញ្ជាក់ឲ្យឃើញអំពីទេពកោសល្យហើយនឹងការតាំងចិត្តនៅក្នុងការចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ So I know that these 2 young ladies, and indeed all of the competitors in season 3, have really bright futures as future leaders of Cambodia. ហើយខ្ញុំដឹងថាបងប្អូនស្រីទាំងពីរដែលឈានមកដល់ដំណាក់កាលនេះនឹងថ្ងៃក្រោយនឹងមានអនាគតភ្លឺស្វាង So now I know you want to know who the winner is. ចាឥឡូវនេះខ្ញុំចង់ដឹងថាបងប្អូនទាំងគ្នាចង់ដឹងថាអ្នកណាជាអ្នកឈ្នះជ័យរង្វាន់ And you want to know who the winner is? Yeah, I want to know who the winner is too. Seal envelope បិទចិត្តគឺខ្ញុំអត់បានបើកមើលទេ I predict that the winner will be a lady. ទីថាអ្នកឈ្នះនឹងជាស្ត្រី And I think it's great that we have 2 female finalists this year. តែពិតជាអស្ចារ្យណាស់ដែលយើងមានបេក្ខភាពនារីដល់ទៅ2រូប
Is everybody ready? Okay, the winner is Miss Inglinda. ចាគឺជ័យលាភីបានទៅដល់បងស្រីអៀងលីនដាសូមអបអរសាទរ អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណ ខ្ញុំចប់សូមអបអរកញ្ញាលីនអៀងលីនដាជាអ្នកឈ្នះជ័យលាភីជាជើងឯកមែនទេ ចាអរគុណ ជាជើងឯកខ្លីឲ្យខ្លឹមជើងឯកខ្លីតែមិន ខ្លីតែខ្លឹម ខ្លីតែខ្លឹមជាជើងឯកដល់ខ្លឹមមួយនៅក្នុងកម្មវិធីការជជែកតទល់ការជជែកតទល់គឺមិនមែនជារឿងងាយស្រួលទេយើងអ្នកនៅសហរដ្ឋអាមេរិកក៏យើងដឹងទៅពីការសារៈសំខាន់នៃការជជែកតទល់ពីអង់គ្លេសហៅថា debate ហើយក៏ជាបញ្ហាមួយដែលពិបាកផងដែរហើយអញ្ចឹងកញ្ញាក្មេងៗបានជជែកលើពីជាជើងឯកខ្ញុំសូមអបអរខ្ញុំសូមជូនពរ ចាអរគុណ អូនសៀកលេងមិនមានអីដែលត្រូវបងអូនពិបាកទេពិបាកចិត្តទេខ្ញុំមើលទៅបងអូនក៏បានបង្ហាញនៅអ្វីដែរដ៏សំខាន់ដែរពិបាកខ្ញុំជឿថាអ្នករបស់ឆ្នោតក៏មានការពិបាកដែរបងអូនបានជាអ្នកហៅណាស់ក៏បានដល់វគ្គស្ដេចព្រាត់ហើយបងអូនបានបង្ហាញនៅសមត្ថភាពរបស់បងអូនហើយខ្ញុំយល់ថាបងអូននឹងមានភាពជោគជ័យដែរពួកយើងក៏មានរង្វាន់សម្រាប់អ្នកជាប់លេខ2ផងដែរសូមអញ្ជើញយករង្វាន់មកបាទសូមអញ្ជើញអូខេនេះគឺជា iPad mini បាទ and here you go ឥឡូវគឺដល់អូនកញ្ញាលេណាសូមជួយមកមុខអូនជាជ័យលាភីជាជើងឯកនៃការជជែកតទល់go ឥឡូវខ្ញុំសូមបងមានចំណាប់អារម្មណ៍បងមានចំណាប់អារម្មណ៍មិនដែរឥឡូវជាអ្នកជាជើងឯកហើយបាទសូមចំណាប់អារម្មណ៍ប្រហែលជា1នាទី ចាសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្រនិងបោះឆ្នោតជូននាងខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយមែនទែនហើយនាងខ្ញុំសន្យាថានឹងពំនាំនៅចំណេះដឹងដែលនាងខ្ញុំនឹងទៅសិក្សានៅសហរដ្ឋអាមេរិកមកអភិវឌ្ឍប្រទេសយើងហើយនាងខ្ញុំនឹងជាអ្នកបន្តវេនដែលមានទំនួលខុសត្រូវនឹងឆន្ទៈស្នេហាជាតិជាពិតប្រាកដបងអរគុណ ឥឡូវនេះយើងដល់វគ្គទីបញ្ចប់ហើយយើងបានជើងឯករួចហើយគឺកញ្ញាអៀងលីដាជាអ្នកជើងឯកកម្មវិធីអ្នកបន្តវេនរដូវកាលទី3ខ្ញុំសូមឆ្លៀតឱកាសនេះក៏សូមអរគុណដល់ក្រុមការងារនៃកម្មវិធីនេះគឺពិបាកមែនទែនដែលយើងបានធ្វើអស់រយៈពេលប្រហែលសប្តាហ៍8ជាងសប្តាហ៍មិនមែនតែ8ជាងសប្តាហ៍ទេគឺក្នុងមុននៃការជជែកគ្នាទាំងឡាយហ្នឹងគឺយើងបានជជែកគ្នាច្រើនមែនទែនខ្ញុំសូមអរគុណហើយខ្ញុំសូមជូនពរដល់អ្នកឈ្នះសូមជូនពរដល់កញ្ញាសៀកលេងសូមជូនពរដល់សហរដ្ឋអាមេរិកនិង IOI ដែលបានរៀបចំនៅកម្មវិធីនេះផងដែរជាអ្នកឧបត្ថម្ភជាអ្នករៀបចំទាំងស្រុងហើយសូមជូនពរខ្ញុំសូមអរគុណដល់ប្រិយមិត្តដែលបានតាមដានស្ដាប់និងចូលរួមគ្រប់កម្មវិធីនិងចូលរួមក្នុងការបោះឆ្នោតឥឡូវនេះគឺដល់ទីបញ្ចប់ខ្ញុំសូមអរគុណសូមជម្រាបលាបាទ